សូមឲ្យការបរិច្ចាគឈាមរបស់ខ្ញុំคล้ายទៅជាឈាមដែលស្រោចស្រពទៅលើចៅឆ្លៀនពៀនឈ្មោះស៊ូរធី មកពីខាងណាបងសង្កាត់អី ខ្ញុំនៅមកពីខាងប្រែកលៀប បែរលៀបបង បាទ ហើយការបរិច្ចាគឈាមនេះទឹកចិត្តមិនបានជំរុញឲ្យបងបរិច្ចាគនៅពេលនេះ ជាមនសិការក្នុងការស្នេហាជាតិដើម្បីជាការឆ្លើយតបនៃយុវជនក៏ដូចជាពលរដ្ឋនៅជួរក្រោយជំរុញនៃការលើកទឹកចិត្តដល់វិរៈកងទ័ពនៅជួរមុខបាទ ហើយការបរិច្ចាគឈាមលើកទីម៉ាននេះសម្រាប់បង ដូចជាលើកទី5ទី6ដែរ ហើយសម្រាប់ការបរិច្ចាគនេះបងមានការអំពាវនាវអីទៅកាន់យុវជនដែលចូលបរិច្ចាគឈាមនៅពេលនេះ ខ្ញុំគិតថាយុវជនខ្មែរទាំងអស់គួរតែមានការចូលរួមនៅមនសិការជាតិដើម្បីបំពេញទៅការលះបង់របស់វិរៈកងទ័ពយើងនៅជួរមុខតាមបណ្ដោយបន្ទាត់ព្រំដែនខ្មែរសៀមបាទ ឃើញឥឡូវឃើញថាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈមិនថាតែមិនសងទេក៏បានចូលរួមក្នុងការបរិច្ចាគឈាមដែរសម្រាប់អារម្មណ៍បងយើងឃើញយ៉ាងណា វាជាមនសិការដូចខ្ញុំនិយាយខាងលើអញ្ចឹងបាទព្រោះយើងជាខ្មែរវាមានការឈឺចាប់ដែរពិបាកនឹងនិយាយបាទបើសិនជាអាចទៅមុខផ្ទាល់ដោយខ្លួនឯងបានប្រកាសជាទៅប៉ុន្តែដោយកតបកិច្ចគ្រួសារក៏ដូចជាមុខរបរផ្ទាល់ខ្លួនបាទ មានអីជូនពរដល់កងជួរមុខយើងកងការពារព្រំដែនយើង សូមឲ្យការបរិច្ចាគឈាមរបស់ខ្ញុំคล้ายទៅជាឈាមដែលស្រោចស្រពទៅលើចៅឆ្លៀនពៀនបាទអរគុណ